Welcome to the Voice of America in Khmer. Direct from Washington, the Voice of America, VOA. សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់របស់ VOA នៅរាត្រីថ្ងៃអាទិត្យទី25ខែមិថុនាឆ្នាំ2017នេះខ្ញុំស៊ូពេជ្រចិន្តានិងសហការីនៃក្រុមផ្សាយជាខេមរៈភាសាសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ពីរដ្ឋធានី Washington ជាកិច្ចចាប់ផ្ដើមលោកភីសុភាដានិងកញ្ញាស្រីលក្ខណានឹងនាំមកជូនដើមរឿងព័ត៌មានសំខាន់នៅរាត្រីនេះមេដឹកនាំឥណ្ឌានឹងជួបពិភាក្សាជាមួយលោក Trump ក្នុងសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទស្អែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជានៅថ្ងៃអាទិត្យនេះបានប្រកាសលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ជាផ្លូវការហើយប្រទេសកូរ៉េខាងត្បូងប្រពខួបលើកទី67នៃការចាប់ផ្ដើមសង្គ្រាមកូរ៉េអ្នកសរសេរប្លុកវៀតណាមដែលមានសញ្ជាតិបារាំងត្រូវបានដកសញ្ជាតិវៀតណាមនិងត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសបារាំងនៅក្នុងការផ្សាយរបស់ VOA នៅរាត្រីនេះយើងមានបទសម្ភាសន៍ភាគទី2បញ្ចប់របស់ VOA អំពីក្រោយហោះសាកល្បងអ្នកបង្កើតយន្តហោះតាម YouTube នៅខេត្តព្រៃវែងចង់ឲ្យមានការគាំទ្រសេចក្តីរាយការណ៍អំពីមន្ត្រីអាមេរិកខកចិត្តចំពោះការរារាំងសកម្មជនវៀតណាមមិនឲ្យចូលរួមក្នុងជំនួបមួយនយោបាយបែងចែកក្រុងតូចមួយនៅក្នុងរដ្ឋ Wisconsin ប្រទេសជប៉ុនជំរុញពួកមេដឹកនាំពិភពលោកឲ្យព្រមានប្រទេសចិនអំពីការវិទីដែនសមុទ្រលោកអ្នកនាងនឹងបានស្ដាប់បទសម្ភាសន៍និងសេចក្តីរាយការណ៍ទាំងនេះក្រោយព័ត៌មានអន្តរជាតិដែលផ្សាយផ្ទាល់ដោយលោកភីសុភាដានិងកញ្ញាស្រីលក្ខណាចាសសូមអញ្ជើញលោកសុភាដាជាមុនបាទអរគុណពេជ្រចិន្តាមេដឹកនាំឥណ្ឌាលោក Narendra Modi បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាជាលើកដំបូងបង្អស់ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅថ្ងៃច័ន្ទស្អែកក្នុងគោលបំណងដើម្បីកសាងទំនាក់ទំនងដែលកំពុងតែមានការរីកចម្រើនទៅមុខនិងដោះស្រាយបញ្ហាមិនស៊ីសង្វាក់គ្នាទាក់ទិននឹងបញ្ហាប្រែប្រួលអាកាសធាតុទំនាក់ទំនងរវាងប្រទេសលទ្ធិប្រជាធិបតេយ្យធំជាងគេពីរនៅលើពិភពលោកនេះមានភាពប្រសើរឡើងនៅក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Barack Obama ស្របពេលដែលប្រទេសឥណ្ឌាស្វែងរកការវិនិយោគបរទេសនិងទំនាក់ទំនងពាណិជ្ជកម្មប្រសើរជាងមុនជាមួយនឹងបច្ចឹមប្រទេសកន្លងមកលោកនាយករដ្ឋមន្ត្រីឥណ្ឌាបានសន្យាថានឹងធ្វើការឲ្យបានជិតស្និទ្ធជាមួយនឹងរដ្ឋបាលរបស់លោក Trump ប៉ុន្តែឧបសគ្គនានានឹងកើតឡើងជាក់ជាមិនខានពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាពាណិជ្ជកម្មនិងទឹកដីការធ្វើដំណើរសម្រាប់ពលរដ្ឋឥណ្ឌាណាដែលចង់ធ្វើការនៅក្នុងសហរដ្ឋអាមេរិកជាដើមចំណែកលោក Trump វិញបានចោទប្រកាន់ប្រទេសឥណ្ឌាថាបានស្វះស្វែងទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុពេលដែលលោកបានប្រកាសថាលោកនឹងដកយកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះនៅក្នុងខែមិថុនានេះប៉ុន្តែការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាលឥណ្ឌាបដិសេធយ៉ាងដាច់អហង្ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជានៅថ្ងៃអាទិត្យនេះបានប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាផ្លូវការដែលបានបញ្ជាក់ឲ្យឃើញថាគណៈបកប្រឆាំងនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ពលរដ្ឋជាង7លាននាក់បានចេញទៅបោះឆ្នោតកាលពីថ្ងៃទី4ខែមិថុនាកន្លងទៅនេះដែលជាការសាកល្បងពីកម្ដៅនយោបាយនៅក្នុងប្រទេសកម្ពុជាតែកំពុងមានភាពតានតឹងរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងក្រុមគណៈបកប្រឆាំងដែលចង់បញ្ចប់ការគ្រប់គ្រងរយៈពេលជាង3ទសវត្សរ៍របស់លោកហ៊ុនសែនលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងប្រឈមនឹងការបោះឆ្នោតជាតិនៅឆ្នាំក្រោយហើយលោកបានបដិញ្ញាថានឹងមានសង្គ្រាមស៊ីវិលប្រសិនបើលោកធ្លាក់ពីតំណែងលទ្ធផលផ្លូវការចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃអាទិត្យនេះបានបង្ហាញថាគណៈបកគ្រប់គ្រងប្រទេសបានឈ្នះ1156ឃុំសង្កាត់នៅក្នុងចំណោមឃុំសង្កាត់សរុបដែលមានចំនួន1646ប៉ុន្តែគណៈបកប្រឆាំងបានឈ្នះឃុំសង្កាត់ចំនួន489ដែលបានកើនឡើងជាង10ដងធៀបនឹងចំនួនដែលពួកគេបានឈ្នះត្រឹម40ឃុំសង្កាត់កាលពី5ឆ្នាំមុនគណៈបកទី3បានឈ្នះចំនួន1ឃុំសង្កាត់
សម្លេងឆ្នោតប្រជាប្រិយមានការប្រកៀកប្រកិតគ្នាជាងគណៈបកប្រជាជនកម្ពុជារបស់លោកហ៊ុនសែនឈ្នះបានប្រមាណ 51% គណៈពេលដែលគណៈបកសង្គ្រោះជាតិឈ្នះជិត 44% លោកកឹមសុខាមេដឹកនាំគណៈបកសង្គ្រោះជាតិបានសាទរចំពោះការកើនឡើងនេះហើយបានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកថាគណៈបកប្រឆាំងរបស់លោកនឹងឈ្នះនៅឆ្នាំក្រោយលោកកឹមសុខាបានថ្លែងថាយើងបានឈានទៅមុខដល់ចំណុចនេះប៉ុន្តែយើងនឹងបន្តឈានទៅមុខទៀតដើម្បីសេចក្តីសុខសុភមង្គលនិងដំណើរការទៅមុខលោកបានបន្ថែមថានឹងមិនមានសង្គ្រាមស៊ីវិលនោះទេចំណែកឯគណៈបកកណ្ដាលអំណាចរបស់លោកហ៊ុនសែនបានថ្លែងថាពួកគេនៅតែមានជំនឿជឿជាក់ដដែលលោកសុកអេសានអ្នកនាំពាក្យគណៈបកប្រជាជនបានប្រាប់ក្រុមអ្នកសារព័ត៌មាន AFP ថាតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះលោករំពឹងថាគណៈបករបស់លោកនឹងឈ្នះ71អាសនៈក្នុងចំណោមអាសនៈទាំង123នៅក្នុងសភាជាតិនៅក្នុងការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅឆ្នាំក្រោយនេះនៅថ្ងៃអាទិត្យនេះប្រទេសកូរ៉េខាងត្បូងប្រារព្ធខួបនៃការចាប់ផ្ដើមសង្គ្រាមកូរ៉េដែលអូសបន្លាយពីឆ្នាំ1950ដល់ឆ្នាំ1953ដោយអំពាវនាវឲ្យប្រទេសកូរ៉េខាងជើងបញ្ឈប់ការអភិវឌ្ឍកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួននាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោកលីណាក់យ៉ុនបានថ្លែងប្រាប់អតីតយុទ្ធជនសង្គ្រាមកូរ៉េនិងមន្ត្រីរដ្ឋាភិបាលនៅឯពិធីប្រារព្ធខួបនេះនៅក្នុងរដ្ឋធានីសេអ៊ូលថាប្រទេសកូរ៉េខាងជើងនៅតែបន្តសកម្មភាពយោធាបង្កហេតុដដែលដូចជាការបាញ់គ្រាប់ផ្លោមមីស៊ីលជាដើមខួបលើកទី67នៃសង្គ្រាមកូរ៉េនេះត្រូវបានធ្វើឡើងចំពេលដែលមានការព្រួយបារម្ភអំពីការដែលប្រទេសកូរ៉េខាងជើងនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី6របស់ខ្លួននិងការបាញ់គ្រាប់ផ្លោមមីស៊ីលជាច្រើនគ្រាប់បន្ថែមទៀតដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលោកលីណាក់យ៉ុនបាននិយាយថាប្រទេសកូរ៉េខាងជើងគួរតែបញ្ឈប់ការអភិវឌ្ឍគ្រាប់មីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួននិងដើរលើផ្លូវដែលមិនមានអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េសង្គ្រាមកូរ៉េបានចាប់ផ្ដើមនៅថ្ងៃទី25ខែមិថុនាឆ្នាំ1950នៅពេលដែលទាហានកុម្មុយនីសកូរ៉េខាងជើងបានធ្វើការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយឆ្លងកាត់ខ្សែស្របទី38ចូលក្នុងទឹកដីកូរ៉េខាងត្បូងកងកម្លាំងអង្គការសហប្រជាជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកបានប្រយុទ្ធជាមួយនឹងកូរ៉េខាងជើងដែលគ្រប់គ្រងដោយចិននិងសូវៀតនៅក្នុងសង្គ្រាមកូរ៉េដែលបញ្ចប់ដោយការផ្អាកការវាយប្រយុទ្ធគ្នានៅថ្ងៃទី27ខែកក្កដាឆ្នាំ1953អ្នកសរសេរប្លុកប្រឆាំងរបស់វៀតណាមមួយរូបដែលមានសញ្ជាតិបារាំងផងដែរនោះបានមកដល់ទីក្រុងប៉ារីសហើយនៅថ្ងៃអាទិត្យនេះបន្ទាប់ពីលោកត្រូវបានដកសញ្ជាតិកំណើតរបស់លោកដោយក្រុមអាជ្ញាធរនៅក្នុងប្រទេសឯកបកនិងត្រូវបានគេនិរទេសខ្លួនចេញពីប្រទេសលោកផាមីងហួងអតីតសាស្ត្រាចារ្យគណិតវិទ្យាត្រូវបានដាក់ឲ្យឡើងយន្តហោះត្រឡប់ទៅកាន់ប្រទេសបារាំងនៅល្ងាចថ្ងៃសៅរ៍ប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកត្រូវបានគេដកសញ្ជាតិវៀតណាមដែលនេះគឺជាវិធានការដ៏កម្រមួយដែលបានបង្កឲ្យមានការខឹងសម្បារពីសំណាក់ក្រុមអ្នករិះគន់ទៅលើរដ្ឋាភិបាលកុម្មុយនីសនេះលោកហួងបានប្រាប់សារព័ត៌មាន AFP តាមទូរស័ព្ទនៅពេលដែលលោកបានទៅដល់ទីក្រុងប៉ារីសថាលោកពិតជាសោកសៅខ្លាំងណាស់លោកបានព្យាយាមអស់ពីសមត្ថភាពទៅហើយប៉ុន្តែលោកបានចាញ់ការប្រយុទ្ធនេះនៅថ្ងៃនេះប៉ុន្តែលោកថាលោកនឹងបន្តប្រយុទ្ធប្រឆាំងដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសវៀតណាមអាជ្ញាធរនៅក្នុងប្រទេសប៉ាគីស្ថានបានឲ្យដឹងថារថយន្តដឹកសាំងមួយគ្រឿងដែលបានក្រឡាប់ផ្ទុះឆេះចេញជាអណ្ដាតភ្លើងសន្ធោសន្ធៅនៅថ្ងៃអាទិត្យនេះបានសម្លាប់មនុស្សយ៉ាងតិច123នាក់ជនរងគ្រោះទាំង123នាក់នោះបានរត់សម្ដៅរថយន្តដឹកសាំងនេះដើម្បីដងយកសាំងពេលដែលរថយន្តនោះក្រឡាប់បន្ទាប់មកបានផ្ទុះឡើងអាជ្ញាធរបានបន្ថែមថាមានមនុស្សប្រហែល80នាក់បានរងរបួសនៅក្នុងការផ្ទុះនេះលោកនាងកំពុងស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីរដ្ឋធានី Washington តាំងពីនៅកុមារលោកប៉ាន់ឡុងតែងសុបិនចង់ច្នៃបង្កើតយន្តហោះដោយខ្លួនឯងក្រោយពេលលោកបានប្រទះឃើញយន្តហោះដំបូងដែលធ្លាក់នៅស្រុកកំណើតរបស់លោកក្នុងខេត្តស្វាយរៀងជិត30ឆ្នាំក្រោយមកនឹងអស់ថវិកាជាង$10,000ផងនោះលោកប៉ាន់ឡុងដែលសប្តាហ៍ជាជាងមេកានិករថយន្តមួយរូបនៅខេត្តព្រៃវែងបានច្នៃបង្កើតយន្តហោះមួយពិតប្រាកដមែនមួយផ្នែកដែលមានជំនួយពីវីដេអូណែនាំបច្ចេកទេសដំឡើងយន្តហោះដែលលោកបានរកឃើញនៅក្នុងបណ្ដាញ YouTube ក្នុងវ័យ30ឆ្នាំអ្នកផលិតយន្តហោះមិនមានជំនាញរូបនេះថែមទាំងបានសាកល្បងហោះហើរយន្តហោះបង្កើតដោយខ្លួនឯងនេះទៀតផងបើទោះបីជាអាជ្ញាធរខេត្តព្រៃវែងមិនបានរារាំងលោកពីការសាកល្បងដ៏អាចមានគ្រោះថ្នាក់នេះក្តីក៏លោកប៉ាន់ឡុងយល់ថាអាជ្ញាធរមិនបានលើកទឹកចិត្តគ្រប់គ្រាន់ខាងបច្ចេកទេសដល់គំនិតច្នៃប្រឌិតនៅជនបទ
លោកសឹងសុផាតនៃ VOA បានសម្ភាសលោកប៉ែនឡុងតាមទូរស័ព្ទដើម្បីស្វែងយល់អំពីលទ្ធផលនៃការសាកល្បងហោះហើរនិងគម្រោងបន្តទៀតសូមលោកអ្នកនាងស្ដាប់បទសម្ភាសភាគទី2នេះដែលជាភាគបញ្ចប់ដូចតទៅលោកបានលើកអំពីការហោះហើរសាកល្បងហើយខ្ញុំជឿថាប្រិមិត្ត VOA មានសំណួរដូចនឹងខ្ញុំដែរថាតើពេលហ្នឹងលទ្ធផលយ៉ាងម៉េចដែរខ្ញុំបានហោះហើរសាកល្បងហ្នឹងគឺខែ3ទី8 2017ការដែលដំបូងខ្ញុំបានរត់សាកវានៅលើដីហ្នឹងទៅមកហ្នឹងរយៈថាច្រើនដងដែរពេលនោះខ្ញុំបានហាត់សមនឹងយន្តហោះនឹងច្រើនដងខ្ញុំគិតថាអាចនឹងបើកបរវាបានខ្ញុំក៏បានសាកល្បងមើលពេលនោះខ្ញុំរត់ហើយយន្តហោះរបស់ខ្ញុំបានហើរផុតពីដីប៉ុន្តែទៀតទេពេលនោះខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែនដល់ថ្នាក់ខ្ញុំរំភើបចិត្តហូបបាយមិនបានទេពេលនោះខ្ញុំបានយន្តហោះរបស់ខ្ញុំយកមកទុកវិញដល់ពេលថ្ងៃក្រោយខ្ញុំបានសាកវាម្ដងទៀតដល់ពេលសាកវាម្ដងទៀតក៏វាហើរផុតពីដីនឹងដូចគ្នាដល់ពេលនោះខ្ញុំបានយកវាទៅទុកវិញដល់ក្រោយមកទៀតខ្ញុំគិតថាខ្ញុំចង់ទៅរៀនបើកបរយន្តហោះក៏ប៉ុន្តែមានមនុស្សប្រហែលជា3នាក់ជាមិត្តភក្តិរបស់ខ្ញុំនោះបានជំរុញពីក្រោយថាមិនបាច់ទៅរៀនទេឲ្យសាកតែម្ដងទៅព្រោះវាមានអីពិបាកទេមើលទៅពួកយើងអាចធ្វើវាបានក៏យើងអាចបើកវាបានដែរអញ្ចឹងមានន័យថាការសាកល្បងហ្នឹងជោគជ័យដែរមិនអញ្ចឹងសម្រាប់លោកដំបូងខ្ញុំគិតថាជោគជ័យដំបូងការដែលហោះទៀបអញ្ចឹងបាទហោះបានកម្ពស់ប្រហែលម៉ែត្រដែរបាទដំបូងហោះបានតែជា2ម៉ែត្រពីដីថាមកផុតកង់ពីដីបាទជលោកសាកល្បងហោះហើរហ្នឹងនៅទីណាដែរដូចតែអត់មានផ្លូវយន្តហោះហ្នឹងបាទនៅចិត្តផ្ទះហ្នឹងបងនៅចិត្តផ្ទះរបស់ខ្ញុំហ្នឹងដែរបាទហើយដោយសារចិត្តផ្ទះហ្នឹងខ្ញុំចង់សួរវិញថាតើពេលដែលលោកហោះបានជោគជ័យភរិយារបស់លោកអ្នកភូមិលោកគាត់មានប្រតិកម្មយ៉ាងណាដំបូងគេមិននឹកស្មានថាវាអាចឈានដល់កម្រិតហ្នឹងមានន័យថាមនុស្សគ្រប់គ្រងជាច្រើនដល់ថ្នាក់មានមើលដល់រាប់ពាន់នាក់ប៉ុន្តែដល់ថ្ងៃសម្រាប់ចុងក្រោយគឺមានបញ្ហាបងថ្ងៃចុងក្រោយគឺចង់ឲ្យការសាកល្បងលើកក្រោយទៀតចង់ឲ្យខ្ពស់បាទចង់ឲ្យខ្ពស់អ្នកក្នុងភូមិអ្នកក្នុងមូលដ្ឋានឬមួយអាជ្ញាធរគាត់អត់មានសម្ដែងការបារម្ភអីចំពោះការសាកល្បងរបស់លោកទេបាទដោយសារតកតើនឹងសុវត្ថិភាពដែរអាចសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកក៏ដូចជាសហគមន៍បាទដូចជាមានខ្លះដែរអ្នកខ្លះគេបានប្រាប់ខ្ញុំថាមិនអាចបថុយជីវិតចឹងបានទេហើយខ្ញុំនឹងទៅតាក់ទងខាងអាកាសចរដើម្បីសុំឆាត់យោងពីគេខ្ញុំគិតថាខ្ញុំមិនដែលស្គាល់អ្នកណាខ្ញុំមិនដឹងសុំដោយរបៀបណាអញ្ចឹងខ្ញុំមានតែសាកល្បងដោយបថុយចុះអាជ្ញាធរឃុំមេឃុំក៏ដូចជាអាជ្ញាធរខេត្តបានតាក់ទងមកលោកដែរអត់ដើម្បីរារាំងឬមួយលើកទឹកចិត្តបាទដំបូងហ្នឹងគេកំណត់ត្រង់ឲ្យខ្ញុំនោះសាកនៅលើខ្នល់ជាតិលេខ1តែម្ដងពេលនោះបានមានខាងគេជួយស្នើឲ្យទៅខាងខេត្តហ្នឹងបិទផ្លូវចំនួនកន្លះម៉ោងប៉ុន្តែក្រោយមកគេប្រាប់វិញថាមិនអាចបិទបានទេព្រោះខ្នល់ជាតិគេចរាចរណ៍ឡានម៉ូតូច្រើនអញ្ចឹងវាអាចស្ទះដល់គេដូច្នេះផ្អាកវិញឲ្យខ្ញុំទៅរត់នៅផ្លូវដីផ្លូវស្រែវិញបាទអញ្ចឹងអាជ្ញាធរខេត្តគាត់មិនរារាំងអីទេមិនអញ្ចឹងហ៎បើតាមប្រសាសន៍របស់លោកការរារាំងទេគឺជួយលើកទឹកចិត្តហ្នឹងឲ្យសាកល្បងតែម្ដងបាទមានអ្នកកាសែតជាច្រើនសួរអំពីវីដេអូនៃការហោះសាកល្បងរបស់លោកហ្នឹងប៉ុន្តែលោកថាលោកបានលុបចោលលោកអាចបញ្យល់ប្រិមិត្តតិចថាមូលហេតុបានលោកបានសម្រេចចិត្តលុបចោលពេលនោះបាទដោយសារយន្តហោះហ្នឹងហោះមិនបានជោគជ័យខ្ញុំមានការអាម៉ាស់ព្រោះខ្ញុំគិតថាបើមានអ្នកលើកទឹកចិត្តខ្ញុំអាចកាត់ភាពអាម៉ាស់នឹងបានក៏ប៉ុន្តែវាមានខ្លះមានអ្នកលើកទឹកចិត្តនិងអត់មានអ្នកលើកទឹកចិត្តពេលនោះខ្ញុំមានគិតថាខ្លួនឯងអាម៉ាស់ណាស់ដែលបង្កើតរឿងមកហើយខំនិយាយប្រាប់គេថានឹងអាចធ្វើបានបែរទៅជាបរាជ័យវិញពេលនោះខ្ញុំតូចចិត្តមែនទែនព្រោះមានមនុស្សមួយចំនួនគេធ្លាប់និយាយចំពីមុខផងនិងគេលួចនិយាយក្រោយខ្នងផងបាទអញ្ចឹងត្រង់ចំណុចនេះបាទខ្ញុំចង់សួរលោកថាតាំងពីក្រោយលោកបានហោះសាកល្បងដែលមានព័ត៌មានឃើញផ្សាយច្រើនដែរមានទាំងខាងព័ត៌មាន BBC ពិភពលោកមកផ្សាយផងបាទដែលខ្ញុំបានទទួលព័ត៌មាននេះលោកឃើញមានខាងអាជ្ញាធរខាងរដ្ឋាភិបាលឬខាងផ្នែកណាដូចថាតាក់ទងមកលោកដើម្បីជួយលើកទឹកចិត្តលោកដែរអត់បាទដូចជាអត់មានសោះតែម្ដងបងអត់មានបាទលោកចង់សំណូមពរឲ្យខាងរដ្ឋាភិបាលឬមួយអាជ្ញាធរមានការលើកទឹកចិត្តអីទៀតដល់ការគំនិតច្នៃប្រឌិតនៅតំបន់ជនបទនៅប្រទេសកម្ពុជាបាទខ្ញុំមានការសំណូមពរនោះគឺច្រើនលើកច្រើនដងសឹងថាពលមានចុះជាងប្រហែលគឺខ្ញុំសំណូមពរដល់ក៏ប៉ុន្តែដូចជាគ្មានខាងណាគេមកអើពើឬក៏យកចិត្តទុកដាក់គឺអត់មានបងហើយពេលហ្នឹងក៏ខ្ញុំមានអារម្មណ៍មួយថាតូចចិត្តខ្លួនឯងដែរចំពោះលោកខ្លួនលោកផ្ទាល់ការសម្រេចបានសាងសង់រហូតដល់ហោះហើរនេះបាទជាសុបិនផ្ទាល់ខ្លួនមួយដែលបានខ្លាយជាការពិតមែនដែរទេបាទខ្ញុំគិតថាខ្ញុំអត់ទាន់បានខ្លាយជាការពិតនៅព្រោះខ្ញុំចង់បានយន្តហោះមួយដែលអាចហោះហើរបាននិងមានសុវត្ថិភាពនិងមានគុណភាពគ្រប់គ្រាន់អាចចរាចរនៅក្នុងប្រទេសកម្ពុជាបាន
បាទចុះចំណុចបន្ទាប់ក្រោយពីលោកបានសាកល្បងហើយបាទតើលោកធ្វើអ្វីទៀតបាទយន្តហោះទី1របស់ខ្ញុំហ្នឹងខ្ញុំទទួលថាវាដំបូងខ្ញុំគិតថាវាបរាជ័យក៏ប៉ុន្តែក្រោយមកខ្ញុំគិតថាវាជោគជ័យខ្ញុំគិតថាវាជាបទពិសោធន៍សម្រាប់ការធ្វើយន្តហោះរបស់ខ្ញុំកម្រងរបស់ខ្ញុំហ្នឹងគឺផលិតយន្តហោះបន្តទៀតគឺយន្តហោះជាប្រភេទថ្មីដំណាក់កាលហ្នឹងគឺបាន 40% ហើយបងការផលិតថ្មីរបស់ខ្ញុំហ្នឹងបាទយន្តហោះនេះខុសពីយន្តហោះមុនយ៉ាងម៉េចបាទគឺខ្ញុំបដូរបច្ចេកទេសដោយសារយន្តហោះរបស់ខ្ញុំមិនមែនធ្វើឲ្យមិនអាចហោះរួចទេខ្ញុំជឿជាក់ថាវាហោះរួចប៉ុន្តែកត្តាដែលខ្ញុំបរាជ័យគឺដោយសារគ្មានប្រលានហោះហើរបាទអញ្ចឹងលោកសង្ឃឹមថាគម្រោងថ្មីនេះលោកនឹងបានជោគជ័យជាងមុនទេបាទខ្ញុំគិតថាជោគជ័យជាងមុនដោយសារការធ្វើរបស់ខ្ញុំនឹងដូចជាអស់ចម្ងល់ដោយសារខ្ញុំបានសិក្សាវាជាច្រើនលើកច្រើនសារពេលដែលខ្ញុំធ្វើរូបយន្តហោះរួចហើយដល់ពេលខ្ញុំរកកន្លែងហោះហើរសារល្បងមិនបានខ្ញុំគិតថាដែលថោកកាលធ្វើនឹងគឺអត់បានគិតថាពេលធ្វើយន្តហោះហើយត្រូវហោះនៅកន្លែងណាពេលដែលខ្ញុំធ្វើយន្តហោះនឹងបរាជ័យដោយសារហោះទៅធ្លាក់រកកន្លែងហោះមិនបានពេលនោះខ្ញុំបានដេកគិតមើលថាបើសិនជាធ្វើយន្តហោះហោះចេញពីទឹកឡើងទៅវិញគឺវាចំណេញមិនបាច់រកកន្លែងពលានមិនបាច់ពឹងពាក់គេគឺអាចចង់យកទៅហោះនៅពេលណាក៏បានដែរបាទហើយលោកគម្រោងធ្វើការហោះហើរនៅទីណាដែរបាទហើយពេលណាបាទខ្ញុំមានគម្រោងយកទៅហោះហើរនៅទន្លេវ៉ៃគោខេត្តស្វាយរៀងហ្មងហើយប្រហែលជាខែ9បាទលោកប៉ែនឡុងមានអ្វីជាចុងក្រោយទេបាទដល់ប្រិយមិត្ត VOA ខ្ញុំជាកូនខ្មែរមួយរូបដែលមានកំណត់ចង់បង្កើតវិស័យវិទ្យានៅស្រុកខ្មែរឲ្យជឿនលឿនដូចស្រុកគេដែរកុំឲ្យដូចថាប្រទេសយើងរាល់ថ្ងៃដូចជាខ្វះខាតខាងវិស័យវិទ្យាគឺពឹងពាក់ខាងបរទេសទាំងអស់បាទខ្ញុំចង់ឲ្យកូនខ្មែរទាំងអស់ហ្នឹងឲ្យមានគំនិតគិតឆ្នៃខែខៃដើម្បីធ្វើឲ្យមានអាចអនាគតទៅយើងមានសម្ភារៈរបស់របរទំនើបប្រើដោយខ្លួនឯងមិនបាច់ចាំទិញពីគេបាទខ្ញុំសូមអរគុណលោកប៉ែនឡុងបាទដែលបានផ្ដល់បទសម្ភាសន៍ជាមួយ VOA ពីស្រុកកំពង់ត្របែកខេត្តព្រៃវែងនៅពេលនេះបាទនឹងសូមជម្រាបលាលោកបាទបាទជំរាបលាលោកនាងទើបបានស្ដាប់បទសម្ភាសន៍ភាគទី2ដែលជាភាគបញ្ចប់រវាងលោកសឹងសុផាតនៃ VOA ជាមួយលោកប៉ែនឡុងជាជាងមេកានិករថយន្តនៅខេត្តព្រៃវែងដែលបានច្នៃបង្កើតយន្តហោះដោយខ្លួនឯងពីវីដេអូ YouTube អំពីលទ្ធផលនៃការសាកល្បងហោះហើរនិងគម្រោងបន្តទៀតបើសិនជាលោកនាងចង់ស្ដាប់បទសម្ភាសន៍នេះទាំងស្រុងឡើងវិញលោកនាងអាចស្ដាប់បានដោយចូលទៅកាន់គេហទំព័រ VOA ដែលមានអាសយដ្ឋានខ្មែរ.voanews.com